បាទសួស្តីមិត្តអ្នកសិក្សាទាំងអស់គ្នាបាទឥឡូវនេះយើងត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតបាទនៅក្នុងវីដេអូថ្មីបាទដែលវីដេអូនេះគឺខ្ញុំធ្វើការផ្សព្វផ្សាយបាទធ្វើការផ្សព្វផ្សាយសម្រាប់បាទបងប្អូនបាទដែលមានបំណងបាទសិក្សាវគ្គថ្មីបាទអញ្ចឹងខ្ញុំបើកវគ្គសិក្សាថ្មីនៃជំនាញផ្ដោតសំខាន់ទៅលើចំណេះដឹងវប្បធម៌ទូទៅសម្រាប់ត្រៀមប្រឡងចូលក្របខ័ណ្ឌរដ្ឋនានាបាទជាងវគ្គសិក្សាថ្មីនេះគឺយើងនឹងចាប់ផ្ដើមបាទយើងចាប់ផ្ដើមចុះឈ្មោះចូលរៀនចាប់ផ្ដើមចុះឈ្មោះចូលរៀនគឺពីថ្ងៃផ្សាយដំណឹងនេះបាទរហូតដល់ថ្ងៃទី20ខែមេសាឆ្នាំ2025មានន័យថាចាប់ផ្ដើមទទួលពាក្យបាទបងប្អូនចាប់ពីពេលនេះតទៅរហូតដល់បាទចូលឆ្នាំប្រពៃណីជាតិខ្មែរហើយបាទថ្ងៃទី20មេសាហើយក៏ការបច្ឆេទនៃការចូលរៀនបាទនៅថ្ងៃទី28មេសាបាទ2025តទៅបាទអញ្ចឹងការសិក្សានេះគឺយើងសិក្សាតាមរយៈប្រព័ន្ធអនឡាញបាទអនឡាញបាទអាចជា Google Meet បាទមានភាពងាយស្រួលហើយការសិក្សានេះគឺសិក្សាតែថ្ងៃច័ន្ទពុធហើយនិងសុក្រទេក្នុងមួយសប្តាហ៍គឺយើងសិក្សា3ថ្ងៃបាទម៉ោងគឺម៉ោង8និងទៅដល់ម៉ោង9យប់បាទអាចលើសកន្លះម៉ោងអញ្ចឹងទៅបាទហើយយើងនឹងសិក្សាលម្អិតបាទតកតងទៅនឹងចំណេះដឹងវប្បធម៌ទូទៅសម្រាប់ត្រៀមប្រឡងចូលក្របខ័ណ្ឌរដ្ឋនានាហើយមេតិកាសំខាន់ដែលយើងនឹងធ្វើការសិក្សាបាទដែលខ្ញុំនឹងធ្វើការបង្ហាញឧទ្ទេសជូនសម្រាប់សិក្ខាកាមឬក៏បងប្អូនបាទទី1គឺតកតងទៅនឹងចំណេះដឹងព្រឹត្តិការណ៍ថ្មីបាទអញ្ចឹងព្រឹត្តិការណ៍ថ្មីមានអីគឺខ្ញុំនឹងលេខជូនបាទទី2គឺចំណេះដឹងតកតងទៅនឹងវិស័យសាសនាអញ្ចឹងវិស័យសាសនាយើងដឹងហើយសាសនាគឺជាផ្នែកមួយដែលសំខាន់បាទហើយក៏មានការចេញនៅពេលប្រឡងបាទពេលប្រឡងវប្បធម៌ទៅគឺតែងតែមានការចេញបាទអញ្ចឹងផ្ដោតទៅលើសាសនាធំបាទនៅលើពិភពលោកបាទមានពុទ្ធសាសនាគ្រឹះអ៊ីស្លាមហិណ្ឌូអីជាដើមហ្នឹងខ្ញុំនឹងលំអិតជូនបាទទី3ចំណេះដឹងតកតងទៅនឹងអាស៊ានបាទអញ្ចឹងអាស៊ានក៏ចេញជាញឹកញយរួមចេញណានៅក្នុងហ្នឹងគឺសិតតែមានចេញទាំងអស់បាទគ្រាន់តែយើងមិនទាន់ដឹងថាតើចេញចំដល់កម្រិតណាឬក៏សំណួរណាទី4គឺចំណេះដឹងតកតងទៅនឹងអង្គការសហប្រជាជាតិគេថា UN United States បាទ United Nation បាទអញ្ចឹងចំណេះដឹងតកតងនឹងអង្គការសហប្រជាជាតិនេះក៏តបចេញដែរទី5តកតងច្បាប់ហើយនឹងរដ្ឋបាលសាធារណៈអញ្ចឹងច្បាប់នេះគឺទូលំទូលាយណាស់បាទដែលគេហៅម្យ៉ាងទៀតថាគឺលិខិតបទដ្ឋានគតិយុត្តហើយនិងលិខិតរដ្ឋបាលបាទអញ្ចឹងនិយាយអំពីលិខិតបទដ្ឋានគតិយុត្តនេះមានច្រើនណាស់បាទមានតាំងពីច្បាប់បាទនិយាយតាំងពីបរិជ្ជក្រមបាទព្រះរាជក្រឹត្យមានទាំងអនុក្រឹត្យបាទមានទាំងប្រកាសស្រាវចរសេចក្តីណែនាំអីផ្សេងៗរហូតដល់លិខិតរដ្ឋបាលបាទលិខិតរដ្ឋបាលមានលិខិតអញ្ជើញលិខិតបេសកកម្មលិខិតទេសនាមអីជាដើមបាទទី6គឺលិខិតបទដ្ឋានគតិយុត្តបាទអញ្ចឹងលិខិតបទដ្ឋានគតិយុត្តនេះគឺដូចជាខ្ញុំបានបញ្ជាក់ជូននឹងអញ្ចឹងបាទហើយនេះលិខិតរដ្ឋបាលខ្ញុំបានបញ្ជាក់ជូនហើយទី8គឺតើតើនឹងការបោះឆ្នោតអញ្ចឹងការបោះឆ្នោតនេះក៏ចេញទឹកញយដែរបាទការបោះឆ្នោតបាទមានទាំងសកលមានទាំងអសកលអីជាដើមហ្នឹងទី9គឺគោលនយោបាយអវត្តជាតិបាទអញ្ចឹងមានគោលនយោបាយជាច្រើនដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពអីជាដើមបាទនិងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណអីជាដើមហ្នឹងបាទទី10តកតងទៅនឹងភាពជាអ្នកដឹកនាំបាទភាពជាអ្នកដឹកនាំ leadership បាទទី11តកតងទៅនឹងហិរញ្ញវត្ថុសាធារណៈបាទហិរញ្ញវត្ថុសាធារណៈតកតងទៅនឹងថវិកាជាតិបាទហើយនេះក៏ចេញដែរទី12តើតើសេដ្ឋកិច្ចកម្ពុជាបាទសេដ្ឋកិច្ចកម្ពុជានាំចេញនាំចូលអីជាដើមហ្នឹងឯងទី13តើតើនឹងមជ្ឈការវិមជ្ឈការវិសហមជ្ឈការជាងឡើយនេះខ្ញុំនឹងបញ្ជាក់ជូនឲ្យច្បាស់មែនតើតែម្ដងទី14តើតើនឹងវប្បធម៌រីធម៌ខ្មែរបាទអញ្ចឹងធំណាស់មេតិកានេះធំមែនតើ
ទី15តើតើនឹងអំណាចដឹកនាំប្រទេសទាំង3បាទខ្ញុំនឹងញែកបន្ថែមមួយតើតើអំណាចសំខាន់ទាំង3ហ្នឹងគឺអំណាចតុលាការបាទអំណាចនីតិបញ្ញត្តិអំណាចនីតិប្រតិបត្តិទាំង3ហ្នឹងហើយនឹងទី6គឺការគ្រប់គ្រងគម្រោង Project Management បាទអញ្ចឹងមេតិកាទាំងអស់នេះសំខាន់នេះគឺបាទគឺវាមានចេញនៅក្នុងការប្រឡងវប្បធម៌ទូទៅបាទមានចេញទាំងអស់គ្រាន់តែយើងមិនដឹងថាចេញមួយណាអញ្ចឹងទាមទារឲ្យយើងសិក្សាច្រើនបាទសិក្សាច្រើនបាទអញ្ចឹងវគ្គសិក្សារបស់យើងនេះបាទបើសិនជាបងប្អូនបាទមានចំណាប់អារម្មណ៍បាទមានចំណាប់អារម្មណ៍បាទគឺយើងអាចទំនាក់ទំនងតាមរយៈទូរស័ព្ទបាទ092 88 66 18បាទអញ្ចឹងបងអូនអាច save លេខហ្នឹងគឺមាន Telegram អាចទំនាក់ទំនងតាម Telegram ក៏បានដែរបាទអញ្ចឹងនេះគឺ Telegram របស់ខ្ញុំបាទអញ្ចឹងបាទហើយនេះគឺ YouTube Channel បាទខ្ញុំក៏មាន YouTube Channel ដែរបាទ YouTube Channel របស់ខ្ញុំគឺមានវីដេអូជាច្រើនបាទតាក់ទងទៅនឹងផ្នែកនីមួយបាទអញ្ចឹងបើសិនជាបងអូនបាទមានចំណាប់អារម្មណ៍ហើយចង់បានចំណេះដឹងបាទទូលំទូលាយហើយពិតប្រាកដទៅតាមផ្នែកមួយបាទអញ្ចឹងអូនអាចបាទអ្នកតំណងបាទចុះឈ្មោះចូលរៀនជាមួយនឹងខ្ញុំបាទខ្ញុំបានធ្វើការលំអិតជូនបាទរហូតបាទរៀនរហូតដល់ថ្ងៃយើងប្រឡងតែម្ដងបាទរៀនរហូតដល់ថ្ងៃយើងប្រឡងបាទខ្វះខាតកន្លែងណាបាទខ្វះខាតឯកសារកន្លែងណាគឺយើងនឹងខាងខ្ញុំបាទនឹងបំពេញបន្ថែមជូនហើយមួយវិញទៀតខ្ញុំក៏បានរៀបរៀងជាសៀវភៅដែរបាទចិត្តរួចហើយបាទមានសៀវភៅវប្បធម៌ទូទៅមួយក្បាលបាទកម្រាស់100ទំព័រជាងបាទ100ទំព័រជាងដែលដកស្រង់ចេញមកពីឯកសារបាទជាច្រើនតាមមេតិកាទាំងអស់ហ្នឹងជាច្រើនមិចបញ្ចូលគ្នាបាទហើយក៏ជាចំណុចឬក៏ជាផ្នែកដែលធ្លាប់ចេញបាទដកស្រង់ចេញពីការប្រឡងចេញកន្លងមកបាទប្រឡងចេញចូលនៅក្នុងក្របខ័ណ្ឌរដ្ឋកន្លងមកដែរបាទអញ្ចឹងចុងក្រោយសូមអរគុណហើយសូមជួយ share វីដេអូនេះម្នាក់មួយទៅដើម្បីឲ្យបងប្អូនយើងដែលត្រូវការចំណេះដឹងពិតប្រាកដសម្រាប់ត្រៀមបាទប្រឡងក្របខ័ណ្ឌរដ្ឋក៏បានដឹងហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានសិក្ខាកាមជាច្រើនសម្រាប់វគ្គនេះបាទជាការចែករំលែកចំណេះដឹងផងដែរបាទសូមអរគុណសូមជម្រាបលា